បាទជំរាបសួរបងប្អូនការរៀនវគ្គចិញ្ចឹមដង្កូវសម្រាប់សត្វស៊ីគ្រប់ប្រភេទត្រីមាន់ទាកង្កែបក្រួចណាឲ្យតែសត្វបក្សីណាហើយជ្រូកគោអីក៏យើងអាចយកទៅលាយដាក់ឲ្យវាស៊ីបានដែរហើយអានេះគឺវាមានអាយុ25ថ្ងៃហើយបាទអាយុ25ថ្ងៃហើយអញ្ចឹងវាចាប់ផ្ដើមខ្មៅមួយហើយអញ្ចឹងចាប់ពី1ខែទៅគឺវាខ្មៅពេញអញ្ចឹងអានេះចិញ្ចឹមវគ្គទី1បងប្អូនរៀនចិញ្ចឹមដង្កូវពីព្រោះយើងមកឃើញថាអ្វីដែលវាមានផលចំណេញគឺយើងរៀនចិញ្ចឹមវាហើយសម្រាប់ការចិញ្ចឹមដង្កូវនេះគឺវាងាយស្រួលវាស៊ីតែកាកបន្លែផ្លែឈើគ្រប់ប្រភេទទាំងអស់ឲ្យតែមានវាស៊ីទាំងអស់ណាពោះត្រីកង្កែបមាន់ទាងាប់អីទៅដាក់ឲ្យវាស៊ីទៅមកប្រើខ្ទេចព្រោះអីថាវាខ្ទេចគឺវាច្រើនអញ្ចឹងបងប្អូនអានេះគឺខ្ញុំមិនមែនប្រមូលផលវាទេគឺខ្ញុំប្រមូលដូរអាងបាទដោយសារខ្ញុំដាក់អាងតង់សនេះបាទតង់សបាទនេះតង់ដោយសារតង់នេះវាទប់ជាមួយកណ្ដោវាចូលស៊ីពីក្រោមវាចូលក្រោមតង់អញ្ចឹងវាចូលស៊ីឡើងប្រហោងអស់នោះនៅខាងនោះបាទតែវាស៊ីយ៉ាងណាក៏វាអត់អស់ដែរដោយសារដង្កូវវាច្រើនណាបងប្អូនបាទហើយនេះពងតាកន្លះខាំជាងទេបងប្អូនពងដង្កូវតែជាងកន្លះខាំទេខ្ញុំយកមកប្រកាត់នេះហើយអានេះមិនមែនតែប៉ុណ្ណេះណាបងប្អូនច្រើនណាប៉ុណ្ណឹង20-30 ដងទៀតណា30-40 ដងទៀតណាបាទអានេះខ្ញុំយកទៅចាក់5-6 ដងហើយប៉ុណ្ណឹងហើយអានេះនៅសល់ច្រើនទៀតនេះឃើញទេបងប្អូននៅនឹងពេញតង់ទៀតនេះឃើញទេតែអស់តែមួយជ្រុងបន្តិចនេះទេនេះឃើញទេតែអស់ជ្រុងបន្តិចនេះអានេះគឺយើងធ្វើអញ្ចឹងដើម្បីយកទៅឲ្យណាសត្វរបស់យើងស៊ីកាត់បន្ថយការចំណាយហើយតាមដែលខ្ញុំសិក្សាខ្ញុំធ្វើទៅបាទឃើញទិន្នផលវាល្អហើយងាយស្រួលថែទាំងាយស្រួលចិញ្ចឹមអានេះមកអាងទៀតនេះបាទនេះខុសត្រូវគ្នាមួយសប្តាហ៍ខាងនេះបាទនេះបាទខុសត្រូវគ្នាមួយសប្តាហ៍បាទខុសត្រូវគ្នាមួយសប្តាហ៍អានេះល្មមឲ្យសត្វស៊ីហើយ25ថ្ងៃហើយអញ្ចឹងយើងចាប់ពី15ថ្ងៃគេយើងដាក់ឲ្យស៊ីបានប៉ុន្តែអានេះដោយសារខ្ញុំទុកវាធ្វើពូជខ្ញុំអត់ទាន់ដាក់ឲ្យវាស៊ីទេបាទអត់ទាន់ទេអញ្ចឹងយើងប្រមូលបដូរអាងដើម្បីសម្រួលដល់ដង្កូវរបស់យើងសេះសល់ការពារកុំឲ្យកណ្ដោវាចូលស៊ីឃើញទេបងប្អូនសត្វអីក៏វាស៊ីឆ្ងាញ់ដែរមិនថាកណ្ដោមិនថាថ្លែនប្រគួយស្អីទេសត្វគ្រប់ប្រភេទគឺវាជាអាហារពិសេសមានប្រូតេអ៊ីនរហូតដល់40%នោះណាបងប្អូនមិនធម្មតាណាបាទអានេះវគ្គរៀនចិញ្ចឹមដំបូងបងប្អូនតង់ទី1តង់ទី2ហើយយើងប្រមូលទៅខាងនោះរៀបហើយដាក់ទៅខាងនោះ